ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានមុខម្ហូបថ្មីចាដើម្បីមកបង្ហាញជូនបងប្អូនណានេះជារបៀបធ្វើបាយមាន់ចៀនពិសេសចាគឺនេះខ្ញុំឲ្យឈ្មោះបែបហ្នឹងបងប្អូនពីព្រោះបាយមាន់ចៀននេះគឺខុសប្លែកពីបាយមាន់ចៀនធម្មតាឥឡូវកុំឲ្យខាតពេលយូរយើងទៅមើលពីរបៀបធ្វើហើយនឹងគ្រឿងផ្សំសម្រាប់ធ្វើបាយមាន់ចៀនពិសេសនេះដំបូងហ្នឹងគឺខ្ញុំមានសាច់មាន់ហ្នឹងគឺខ្ញុំមានផ្នែកផ្លូវហើយស្លាបនិយាយទៅខ្ញុំលាយគ្នាហើយខ្ញុំយកវាទៅប្រឡាក់ជាមួយសិនខ្ញុំប្រឡាក់ជាមួយនឹងប្រេងខ្យងម្សៅស៊ុបមាន់ម្រេចហើយនឹងអំបិលនេះជាទឹកស៊ីអ៊ីវហើយបន្ទាប់មកខ្ញុំដាក់ម្សៅចាដើម្បីពេលចៀនទៅវាក្រហមស្រួយបន្តិចណាម្សៅពោតខ្ញុំដាក់វា1ស្លាបព្រាបាយម្សៅពោតខ្ញុំប្រើម៉ាក់នេះហើយបន្ទាប់មកខ្ញុំលាយជាមួយនឹងម្សៅមីចំនួន1ស្លាបព្រាបាយដូចគ្នាចានិយាយទៅយើងដាក់1ស្មើហើយខ្ញុំថែមទឹកហ្នឹងប្រហែលជាកន្លះកូនចានបងប្អូនអាចដាក់លើសឬក៏តិចជាងហ្នឹងអីក៏អត់អីដែរបងប្អូនយើងយកមកល្មមស្រួលយើងប្រឡាក់ជាមួយនឹងសាច់មាន់ហ្នឹងប្រឡាក់ហើយខ្ញុំយកវាទៅទុកក្នុងទូទឹកកករយៈពេលយ៉ាងតិច1ម៉ោងបងប្អូនដើម្បីឲ្យវាចូលជាតិហើយបន្ទាប់ពីប្រឡាក់រួចហើយខ្ញុំយកវាទៅចៀនចាឬក៏បំពងឲ្យក្រហមស្រួយឆ្ងាញ់ណាចាយើងដាក់ប្រេងឲ្យច្រើនហើយបើកភ្លើងឲ្យក្តៅទៅបន្ទាប់មកខ្ញុំបំពងវារហូតដល់ក្រហមល្អអញ្ចឹងចាយើងបើប្រើភ្លើងមធ្យមបងប្អូនកុំប្រើភ្លើងខ្លាំងប្រើភ្លើងខ្លាំងគឺវាឆាប់ក្រហមប៉ុន្តែនៅខាងក្នុងគឺវាអត់ឆ្អិនទេពីព្រោះសាច់មាន់យើងទាំងមូលអញ្ចឹងវាក្រាស់បងប្អូនហើយខ្ញុំបំពងវារហូតដល់ក្រហមប៉ុណ្ណឹងខ្ញុំស្រង់វាឡើងនិយាយទៅបាយសាច់មាន់ចៀនហ្នឹងបើសិនជាចង់ឲ្យឆ្ងាញ់កាន់តែឆ្ងាញ់បងប្អូនត្រូវបំពងមាន់ហ្នឹងឲ្យក្រហមហើយឲ្យស្បែកវាហ្នឹងឡើងស្រួយណាចាទៅញ៉ាំទៅគឺកាន់តែមានរសជាតិឆ្ងាញ់ណាបងប្អូនចាហើយបំពងមាន់នេះញ៉ាំតែជាមួយទឹកម្រេចក៏ឆ្ងាញ់ដែរប៉ុន្តែថ្ងៃហ្នឹងគឺខ្ញុំយកវាទៅញ៉ាំជាមួយនឹងបាយហើយសម្រាប់បាយហ្នឹងគឺខ្ញុំមានលាយជាមួយនឹងពងមាន់ចៀនហើយញ៉ាំជាមួយនឹងជ្រក់ឥឡូវមុននឹងធ្វើបាយគឺខ្ញុំមកចៀនពងមាន់សិនណាបងប្អូនហើយសម្រាប់ការចៀនពងមាន់ហ្នឹងគឺអត់មានអីចាបបាអត់មានអីពិសេសទេគឺយើងដាក់ចៀនធម្មតាអញ្ចឹងទៅបងប្អូនអាចប្រើខ្ទះធម្មតាហើយនេះខ្ញុំមកឆាបាយគឺខ្ញុំដាក់ប្រេងហើយខ្ទឹមប្រាំងហ្នឹងខ្ញុំហាន់វាទូចដូចចិញ្ច្រាំដូចខ្ទឹមចិញ្ច្រាំអញ្ចឹងណាហើយលីងវាឲ្យឡើងឈ្ងុយបន្តិចទើបចាក់បាយមួយកូនចានចូលហើយដាក់ប្រេងខ្យងហើយទឹកស៊ីអ៊ីវហើយនេះជាទឹកប៉េងប៉ោះបងប្អូនអាចប្រើទឹកប៉េងប៉ោះដែលយើងយកទៅជ្រលក់ជាមួយដំឡូងក៏បានដែរប៉ុន្តែនេះជាទឹកប៉េងប៉ោះខុសគ្នាបងប្អូនគេធ្វើរបៀបខុសគ្នាខ្ញុំដាក់ទៅដើម្បីឲ្យបានពណ៌ហើយក្លិនឈ្ងុយផងចាឆាបាយហ្នឹងឲ្យវាឡើងក្រហមអញ្ចឹងហើយខ្ញុំមានចាផ្លែនេះគេហៅផ្លែផ្លាំហ៎បងប្អូនឬក៏ brune ណាភាសាបារាំងណាតែប៉ុន្តែជាដំណាប់ចាមើលទៅដូចមិនមែនផ្លែប៉េះនេះណាបងប្អូនគឺផ្លែគឺដំណាប់ផ្លែផ្លាំចាខ្ញុំយកវាមកកាត់វាដុំទូចព្រោះវាធំហ៎តែបើសិនជាបងប្អូនអត់មានផ្លែហ្នឹងគឺបងប្អូនអាចជំនួសជាមួយនឹងទំពាំងបាយជូរក្រៀមណាបងប្អូនចាក៏អាចធ្វើបានដែរចាបងប្អូនដាក់ផ្លែទំពាំងបាយជូរឬក៏ផ្លែផ្លាំនឹងចូលប្រហែលជាចាមកក្តាប់ហ្នឹងទៅដើម្បីឲ្យពេលយើងញ៉ាំទៅប៉ះបាយដែលមានរសជាតិប្រៃចាលាយជាមួយនឹងដំណាប់ទំពាំងបាយជូរហ្នឹងផ្អែមអញ្ចឹងណាចានិយាយទៅបាយរសជាតិអញ្ចឹងគឺឆ្ងាញ់បងប្អូនរសជាតិដឹងតែប្លែកហើយនេះខ្ញុំដួសវាដាក់កូនចានបន្ទាប់ពីឆាឲ្យវាឆ្អិនឲ្យវាចូលសព្វហើយក៏ដួសដាក់វាកូនចានដើម្បីយកវាចាទៅចាក់ក្នុងចានមួយហ្នឹងណាបងប្អូនចាចាក់រួចហើយគឺខ្ញុំតម្រៀបសាច់មាន់ហើយនឹងយកពងមាន់ចៀនដែលបានចៀនមុននឹងបន្តិចហ្នឹងហើយនេះជាជ្រក់ចាបើសិនជាបងប្អូនចង់ដឹងពីរបៀបធ្វើជ្រក់សម្រាប់ញ៉ាំជាមួយនឹងបាយស្រូបអាចចូលទៅក្នុង page នេះខ្ញុំផុសប្រហែលជា 4-5 ថ្ងៃមុនចាគឺយើងដាក់ជ្រក់នឹងមកដាក់ប៉េងប៉ោះដាក់សាឡាត់ហើយបើសិនជាមានទឹកត្រីឬក៏ទឹកម្រេចថែមបងប្អូនដើម្បីទុកញ៉ាំផ្ទាប់ជាមួយនឹងមាន់អាំងអញ្ចឹងណាគឺកាន់តែមានរសជាតិឆ្ងាញ់របៀបធ្វើបាយមាន់បែបហ្នឹងជឿថាបងប្អូនភាគច្រើនគឺគាត់អត់ទាន់បានសាកទេចាបើអត់ទាន់បានសាកទេបងប្អូនអាចធ្វើសាកញ៉ាំទៅរសជាតិគឺថាឆ្ងាញ់ហើយប្លែកបងប្អូនធ្លាប់តែញ៉ាំបាយចាបាយស្រូបបាយសាច់មាន់បាយស្រូបសាច់មាន់នេះអញ្ចឹងណាថ្ងៃនេះមកសាកជាមួយនឹងបាយមាន់ចៀនចាបាយមាន់ចៀនឬក៏បាយមាន់បំពងពិសេសរសជាតិញ៉ាំទៅបែបប្រៃផ្អែមហើយបើសិនជាយើងផ្ទាប់ជាមួយនឹងជ្រក់នេះទៀតណាបងប្អូនជ្រក់នេះគឺជ្រក់សម្រាប់ញ៉ាំជាមួយបាយស្រូបផ្ទាប់ជាមួយនឹងជ្រក់នេះទៀតដែលមានរសជាតិជូរផ្អែមហ៎អញ្ចឹងរសជាតិបាយហ្នឹងទៅជាជូរផ្អែមប្រៃនិយាយទៅថាមានគ្រប់រសជាតិតែម្ដងបងប្អូនញ៉ាំទៅគឺប្លែកចាអាចសាកល្បងធ្វើបាន